ក្នុងលោកីបច្ចុប្បន្នអ្វីគ្រប់យ៉ាងហាក់ដូចជាមានភាពច្របូកច្របល់អ្វីដែលត្រឹមត្រូវការពីម្សិលមិញខ្លាយជាខុសនៅថ្ងៃនេះនិន្នាការបន្លំធ្វើជាសេចក្តីពិតហើយសំឡេងភាគច្រើនតែងតែត្រូវបានគេភ័ន្តច្រឡំថាជាយុទ្ធធននៅក្នុងព្យុះដ៏ខ្លាំងក្លាបែបនេះការរក្សាចំណុចកណ្ដាលនៃចិត្តមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែតើអ្វីទៅជាសេរីភាពពិតប្រាកដដែលវាគ្រាន់តែជាការធ្វើតាមអំពើចិត្តឬសភាពទៅរបស់យើងមែនទេសេរីភាពពិតប្រាកដចាប់ផ្ដើមនៅពេលដែលយើងស្ថិតនៅក្នុងរបងសុវត្ថិភាពនៃគោលការណ៍ដ៏រឹងមាំនិងមិនងាយក្រេះលោកយូស្វេដែលជាអ្នកដឹកនាំដ៏ចាស់ជ្រាបានអង្វរដល់ប្រជារាស្ត្រលោកថាត្រូវមានចិត្តក្លាហានបំផុតដើម្បីនឹងកាន់តាមហើយធ្វើតាមអស់ទាំងសេចក្តីដែលសរសេរទុកក្នុងសៀវភៅក្រឹតវិន័យរបស់លោកមូសេកុំឲ្យញាក់ចេញទៅខាងស្ដាំឬខាងឆ្វេងឡើយយូស្វេ23:6នៅទីនេះពាក្យថាកាន់តាមភាសាហេប្រឺឆេមែលមានន័យលើសពីការអនុវត្តតាមច្បាប់ឬស្គលនៃពាក្យនេះមានន័យថាការសាងសង់របងឬការយាមកាំដូចជាអ្នកយាមនិយាយម្ដងទៀតការរក្សាគោលការណ៍មិនមែនជាគប់ដែលរត់ពិតជាងទេប៉ុន្តែវាគឺជារបងសុវត្ថិដែលការពារព្រលឹងនិងលួនយ៉ាងពីការបំពុលនៃលោកេពួកអ៊ីស្រាអែលបានជ្រុលនៅចំពោះមុខវប្បធម៌នសកម្មដ៏ស្រស់ឆាត់ឆាយរបស់ស្រុកកាណាននិងនិន្នាការនៃការថ្វាយបង្គំរូបព្រះលោកយូស្វេបានប្រាប់ពួកគេថាគុំរង្គោះរង្គើដោយសារភាពរុងរឿងនៃលោកេឡាយចូលរក្សានៅទម្លាប់នៃគោលការណ៍គ្រឹះដោយស្ងប់ស្ងាត់នោះហើយគឺជាផ្លូវនៃការរស់នៅទោះជាយ៉ាងណាក៏ដោយយើងដឹងថាយើងមិនអាចសាងសង់របងនោះដោយខ្លួនឯងបានល្អឥតខ្ចោះនោះទេការបដិញ្ញាចិត្តរបស់យើងរលាយបាត់ហើយយើងក៏រង្គោះរង្គើម្ដងទៀតនោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវគ្រីស្ទមកកែយើងព្រះគម្ពីរចែងថាព្រះយេស៊ូវគឺជាការបំពេញសម្រេចនៃក្រឹតវិន័យឆើតឆ្កាំងគឺជាកន្លែងដែលស្តង់ដារពីរគឺយុត្តិធម៌ដ៏តឹងរឹងរបស់ព្រះនិងសេចក្តីស្រឡាញ់ដ៏គ្មានដែនកំណត់ជួបគ្នាយ៉ាងល្អឥតខ្ចោះការជឿលើព្រះយេស៊ូវនិងរស់នៅក្នុងការប្រកគ្នានឹងព្រះអង្គមានន័យថាបញ្ឈប់ជីវិតដែលរំតាមស្តង់ដារដែលមិនទៀងទាត់នៃលោកីវាគឺដោយសារតែព្រះយេស៊ូវដែលជាស្តង់ដារដ៏ល្អឥតខ្ចោះខ្លាយជារបងនៃជីវិតរបស់យើងទម្លាប់របស់គ្រីស្ទបរិស័ទគឺច្បាស់ណាស់វាមិនមែនជាការខ្សឹងខ្លួនឯងលើអារម្មណ៍ឬកែបឈ្មោះនោះទេប៉ុន្តែគឺនៅលើព្រះបន្ទូលរបស់ព្រះអស់អ្នកដែលជឿលើព្រះយេស៊ូវមានគោលការណ៍ច្បាស់លាស់ពីព្រោះផ្លូវដែលព្រះអង្គបានញកាត់គឺជាផ្លូវនៃសេចក្តីស្រឡាញ់និងសេចក្តីពិតគឺជាផែនទីរបស់យើងថ្ងៃនេះសូមសាងសង់របងនោះនៅក្នុងចិត្តរបស់អ្នកម្ដងទៀតខ្ញុំនឹងមិនរស់នៅតាមនិន្នាការនៃលោកីឡាយប៉ុន្តែនឹងរស់នៅតាមគោលការណ៍ដែលមិនផ្លាស់ប្ដូររបស់ព្រះយេស៊ូវគ្រីស្ទនៅពេលដែលការបដិញ្ញាចិត្តនេះក្លាយជាជីវិតប្រចាំថ្ងៃរបស់អ្នកជីវិតដែលរឹងមាំនិងមានសេរីភាពដែលមិនរង្គោះរង្គើដោយព្យុះណាមួយនឹងចាប់ផ្ដើមនៅពេលដែលពិភពលោកញាប់ចែលអ្នកនឹងមានសុវត្ថិភាពបំផុតនៅក្នុងព្រះអង្គ